cùng một kênh videoថ្មីហើយថ្ងៃនេះយើងមកសិក្សាអំពីលំហាត់ថ្មីដូចគ្នាបាទអញ្ចឹងយើងមកអានវិធីលំហាត់ទាំងអស់គ្នាដែលតកតងទៅនឹងមេរៀនទ្រឹស្ដីស៊ីនេតិកនៃស្មានបាទអញ្ចឹងយើងមើលវិធីលំហាត់ទាំងអស់គ្នាបាទអញ្ចឹងវិធីលំហាត់គឺថាឧស្ម័នអុកស៊ីសែនមួយមានមាឌដើម V ស្មើ1000សង់ទីម៉ែត្រគីបស្ថិតនៅសីតុណ្ហភាព40អង្សាសេនិងសម្ពាធថេ10សេគុណ5ប៉ាស្កាល់វារីកមាឌរហូតទៅដល់1500សង់ទីម៉ែត្រគីបបាទគេឲ្យថេឧស្ម័នបរិសុទ្ធ Air ស្មើ8.31 Joule ក្នុងម៉ូកាវិនបាទអញ្ចឹងកគឺគណនាចំនួនម៉ូលរបស់ឧស្ម័នអុកស៊ីសែនខគណនាសីតុណ្ហភាពស្រេចរបស់ឧស្ម័នបាទអញ្ចឹងយើងដាក់ចម្លើយមកគឺកគណនាសិចបាទគណនាចំនួនម៉ូលរបស់ឧស្ម័នអុកស៊ីសែនបាទអញ្ចឹងដើម្បីគណនាចំនួនម៉ូលយើងត្រូវតាមរូបមន្តសមីការស្មានវ៉ាសុទ្ធគឺ P/V អងស្មើ NRT អងអញ្ចឹងយើងស្គាល់ថាសម្រាប់តេអងស្មើ40អញ្ចឹង40យើងបំបែកទៅជា40អង្សាសេយើងបំបែកទៅជាកែវិនយើងយក40បូក2.3អញ្ចឹងគឺបាន313កែវិនបាទចំណែក V អងគឺស្មើ100សង់ទីម៉ែត្រគីបស្មើ10សេគុណដក3ម៉ែត្រគីបបាទសំទោសគឺ1000សង់ទីម៉ែត្រគីបស្មើ10សេគុណដក3ម៉ែត្រគីបចំណែក AP គឺគេប្រាប់ថាថេគឺ10សេគុណ5ប៉ាស្កាល់ហើយយើងចំនួនចូលមកគឺបាន n គឺស្មើចំនួននឹង 0.38 ម៉ូលយើងចំនួនតម្លៃបាទរបស់ញាតិយើងចូលមកបាទអញ្ចឹងយើងដល់ចំណុចខគឺគណនាសីតុណ្ហភាពស្រេចរបស់ស្មានគឺយើងរកតែដឺនៃស្មានបាទអញ្ចឹងយើងតាមសមីការបរិសុទ្ធ1 2មកគឺយើងផ្ទឹមគ្នាអញ្ចឹងសមីការស្មានបរិសុទ្ធទី1គឺ P បាទ V អងបូក NR តេអងបាទចំណែកឯសមីការស្មានបរិសុទ្ធទី2គឺ P V ដឺស្មើនឹង NR តេដឺអញ្ចឹងយើងយកអាទី1បាទទី1នេះបាទធៀបមួយអាទី2អញ្ចឹងយើងបាន V អងនៅលើ V ដឺស្មើជាមួយនឹងបាទតេដឺនៅលើតេអងអញ្ចឹងយើងទាញរកតេដឺគឺស្មើបាទ V ដឺគុណតេអងចែកឲ្យ V អងបាទអញ្ចឹងយើងជំនួសតម្លៃលេខវាចូលមកដោយ V អងគឺ10សេគុណដក3ម៉ែត្រគីបWeather គឺ1500សង់ទីម៉ែត្រគីបយើងបំបែកទៅជាម៉ែត្រគីបគឺ15គុណ10សេគុណដក4ម៉ែត្រគីបចំណែកឯតេអងគឺ313កែវិនអញ្ចឹងយើងជួសចូលមកបានបាទ15គុណ10សេគុណដក4គុណឲ្យ313យើងចែកឲ្យ10សេគុណបាទ10សេគុណដក3បាទយើងចែកទៅគឺឃើញចម្លើយបាទ469.5កែវិនបាទនេះគឺជាចម្លើយចឹងលំហាត់យើងចប់បាត់ត្រឹមហ្នឹងបាទសង្ឃឹមថាបងប្អូនតាន់បាទកុំភ្លេចជួយចុច Subscribe ទៅដល់វីដេអូរបស់ខ្ញុំបាទផងបាទសូមអរគុណសម្រាប់ការតាមដានទស្សនា